សូមជម្រាបសួរដល់សាធារណជននិងអ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាននៅព្រឹកថ្ងៃទី10ខែធ្នូឆ្នាំ2025នេះនាងខ្ញុំសូមធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៃការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យរបស់កម្ពុជានៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី4និងយុទ្ធភូមិភាគទី5ភាគីថៃបានបន្តរំលោភបំពានលើបទចុប្បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដោយបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសារជាថ្មីលើដែនអធិបតេយ្យភាពកម្ពុជាដោយប្រើប្រាស់កម្លាំងយោធាការប្រើប្រាស់សភាវុធធនគុណគ្រប់ប្រភេទរបស់ប្រទេសថៃនិងការដាក់ពង្រាយទាហានដ៏ច្រើនលើសលប់ដើម្បីទន្ទ្រានយកទឹកដីកម្ពុជាគឺជាការរំលោភបំពានយ៉ាងច្បាស់កលែតចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាននិងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិសកម្មភាពដែលគ្មានទំនួលខុសត្រូវនិងខុសច្បាប់បែបនេះបានបង្កឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរចំពោះបំផុតមិនត្រឹមតែសម្រាប់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃសន្តិភាពអន្តរជាតិផងដែរចំពោះស្ថានភាពអំពីការគម្រាមកំហែងនិងការឈ្លានពានរបស់យោធាថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យរបស់កម្ពុជាទី1ស្ថានភាពជួរមុខនៅសមរភូមិទិសយុទ្ធភូមិភាគទី4ភាគីថៃបានបើកការបាញ់ប្រហារមកលើកម្ពុជានៅវេលាម៉ោង 5:20 នាទីយោធាថៃបានចាប់ផ្ដើមបាញ់ចូលក្នុងតំបន់ប្រាសាទតាមាន់ធំម៉ោង 6:15 នាទីយោធាថៃបានចាប់ផ្ដើមផ្លោងចូលទៅក្នុងភូមិសាស្ត្រអានសេះម៉ោង 7:05 នាទីយោធាថៃបានប្រើប្រាស់កាភ្លើងធំផ្លោងចូលភូមិសាស្ត្រភូមិគូក្រោយប្រាសាទតាមាន់ធំនៅវេលាម៉ោង 7:15 នាទីការបាញ់ផ្លោងរបស់យោធាថៃនៅប្រាសាទតាមាន់ធំនៅតែបន្តទៅទីតាំងថ្មដូននិងប្រាសាទតាក្របីនឹងបានបាញ់ផ្លោងនិងប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F16 ទម្លាក់គ្រាប់បែកផងដែរនៅវេលាម៉ោង 7:39 នាទីយោធាថៃបានចាប់ផ្ដើមផ្លោងចូលប្រាសាទខ្នាប្រាសាទតាក្របីនិងប្រាសាទថ្មដូនបន្ថែមទៀតមកដល់ពេលវេលានេះនៅតែបន្តការបាញ់ប្រហារមកលើដែនអធិបតេយ្យភាពកម្ពុជាទី2ស្ថានភាពចូលមុខនៅសមរភូមិយុទ្ធភូមិភាគទី5ភាគីថៃបានបើកការបាញ់ប្រហារមកលើកម្ពុជាចាប់ផ្ដើមនៅវេលាម៉ោង 6:26 នាទីកម្លាំងថ្មើរជើងថៃអមដោយរថក្រោះបានរុលចូលក្នុងភូមិសាស្ត្របឹងត្រកួនម៉ោង 7:09 នាទីយោធាថៃបានចាប់ផ្ដើមបង្កើនកម្លាំងថ្មើរជើងអមដោយរថក្រោះក្នុងបរិមាណច្រើនលើសលប់រុលចូលមកក្នុងភូមិសាស្ត្របឹងត្រកួននៅវេលាម៉ោង 7:10 នាទីយោធាថៃបានរុលចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅម៉ោង 8:17 នាទីយោធាថៃបានចាប់ផ្ដើមផ្លោងចូលវត្តព្រៃច័ន្ទគួរកត់សម្គាល់ផងដែរថានៅថ្ងៃទី9ខែធ្នូឆ្នាំ2025សកម្មភាពដ៏កម្ររបស់យោធាថៃនេះបានបើកការបាញ់ប្រហារដោយមិនរើសគោលដៅបាញ់ចូលទីប្រជុំជនដែលមានប្រជាជនរស់នៅជាពិសេសនៅសាលារៀនរបស់កុមារនិងបានបាញ់ផ្លោងប្រាសាទតាក្របីដែលជាទីសក្ការៈរបស់កម្ពុជាទង្វើដ៏សាហាវនិងបង្ហាញពីភាពអសិលធម៌ដែលបង្ហាញអំពីការប្រមាថមាក់ងាយដល់វប្បធម៌អរិយធម៌និងជាទីសក្ការៈដែលជាមរតករបស់មនុស្សជាតិជាពិសេសជាមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកដែលមានតម្លៃមិនអាចកាត់ថ្លៃបានចំនួននេះខ្ញុំសូមអនុញ្ញាតជម្រាបជូននៅចំនួនតួលេខជនភេសកដែលដោយសារការបាញ់ប្រហាររបស់យោធាថៃនិងការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជានៅក្នុងយុទ្ធភូមិភាគទី4និងទី5ដែលជនភេសកកើនឡើងចាប់តាំងពីថ្ងៃទី7ខែធ្នូឆ្នាំ2025រហូតគិតត្រឹមនៅថ្ងៃទី9ខែធ្នូវេលាម៉ោង 17:30 នាទីដែលជំលះមកកាន់ទីទួលសុវត្ថិភាពនិងផ្ទះសាច់ញាតិចំនួន5ខេត្តសរុបមានចំនួន 2105 គ្រួសារស្មើប្រមាណនឹង 102,229 នាក់ក្នុងនោះរួមមានទារកកុមារតូចស្ត្រីមានផ្ទៃពោះចាស់ជរានិងជនពិការផងដែរ
ក្រសួងការពារជាតិនិងកងយុទ្ធពលខេមរៈភូមិន្ទសូមគូសបញ្ជាក់ផងដែរថាគោលដៅនៃការបាញ់ប្រហារការពារខ្លួនរបស់កម្ពុជាគឺផ្ដោតតែលើគោលដៅរបស់យោធាថៃប៉ុណ្ណោះមិនសំដៅលើគោលដៅជនស៊ីវិលឬក៏ទីកន្លែងស៊ីវិលណាមួយឡើយកម្ពុជាតែងតែប្រកាន់ខ្ជាប់នឹងការគោរពនិងការអនុវត្តរាល់កាតព្វកិច្ចទាំងឡាយដែលស្ថិតនៅក្រោមច្បាប់អន្តរជាតិជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់និងច្បាស់លាស់ជាទីបំផុតកម្ពុជាបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់ខ្លួនក្នុងការគោរពនិងអនុវត្តតាមលក្ខខណ្ឌនៃបទជបាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃប្រកបដោយសុចន្ទៈនិងទំនួលខុសត្រូវខ្ពស់បំផុតកម្ពុជាប្រកាន់ខ្ជាប់នៅដំណោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ហើយប្រឆាំងនឹងការគំរាមឬការប្រើប្រាស់កម្លាំងសម្ដៅរកដំណោះស្រាយមួយដោយយុត្តិធម៌ត្រឹមត្រូវយូរអង្វែងដែលស្របតាមច្បាប់អន្តរជាតិទន្ទឹមនេះកម្ពុជាសូមអំពាវនាវឲ្យភាគីថៃវិលត្រឡប់មកអនុវត្តវិញនៅបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ក្រោមការធ្វើជាសាក្សីរបស់ឯកឧត្តមប្រធានាធិបតី Donald Trump និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ដែលជាប្រធានបដូវវេនអាស៊ានសូមគូបញ្ជាក់ផងដែរថាកងកម្លាំងកម្ពុជាបាននឹងបន្តឈរជើងយ៉ាងរឹងមាំក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាចាសសូមអរគុណចំពោះការតាមដានស្ដាប់នាងខ្ញុំនឹងធ្វើការជម្រាបជូននៅបច្ចុប្បន្នភាពអំពីស្ថានភាពព្រំដែនកម្ពុជាថៃនៅពេលក្រោយបន្តទៀតសូមអរគុណ